តោះថ្ងៃនេះខ្ញុំនឹងមកធ្វើតុបគីញ៉ាំទាំងអស់គ្នានេះគឺជាប្រភេទម្ហូបកូរ៉េទៀតហើយនិយាយទៅមួយថ្ងៃហ្នឹងគឺថាញៀនជាមួយនឹងម្ហូបកូរ៉េខ្លាំងមែនតើអញ្ចឹងចាប់ផ្ដើមដំបូងជាមួយនឹងបន្លែខ្ញុំមានខ្ទឹមប្រាំងហើយនឹងស្ពៃក្តៅហើយខ្វាត់បានជាមួយនឹងតុបគីហើយនឹង fish cake ថ្ងៃនេះគឺខ្ញុំដាក់តុបគីហ្នឹងមួយចានកូនហើយបើ fish cake ហ្នឹងវិញគឺដាក់ម៉ាសាឡានិយាយទៅស្រឡាញ់ប៉ុន្មានដាក់ប៉ុណ្ណឹងខ្ញុំចង់ដាក់ក្នុងឆនអញ្ចឹងទៅខ្ញុំដាក់ឲ្យឆនឆ្ងាញ់ហើយបន្ទាប់មកគឺយើងមកលាយទឹកសសម្រាប់ដាក់នៅក្នុងតុបគីហ្នឹងណាដំបូងគឺខ្ញុំដាក់ខ្ទឹមសហើយខ្ញុំមានជាមួយនឹងម្ទេសកូរ៉េនេះchili flake ហើយនឹង chili paste នេះខ្ញុំដាក់មកមុខ3លភាបន្ទាប់មកគឺខ្ញុំដាក់ទឹកស៊ីអ៊ីវ1លភាបាយហើយនឹងស្ករ1លភាបាយបន្ទាប់មកកុំភ្លេចដាក់ម្រេចបន្តិចផងចំពោះហ្នឹងគឺខ្ញុំឃើញគេប្រើទឹកស៊ីអ៊ីវតែប៉ុន្តែខ្ញុំភ្លក់តែសូវត្រូវមុនខ្ញុំក៏លួចថែមទឹកថៃខ្លួនឯងទៀតតើឥឡូវខ្ញុំបកមកមើលតុបគីយើងវិញម្ដងដំបូងគឺខ្ញុំដាក់ដាំទឹកមកល្មមព្រោះថាហ្នឹងគឺគេញ៉ាំរបៀបខាប់ណានៅពេលដែលទឹកពុះគឺខ្ញុំដាក់តុបគីហើយនឹងទឹកសោះដែលខ្ញុំលាយមិញហ្នឹងចូលទៅហ្មងពេលនេះគឺខ្ញុំដាក់ទឹកច្រើនពេកប៉ុន្តែក្រោយមកគឺខ្ញុំដួសទឹកនឹងចេញវិញដើម្បីវារៀងខាប់ដូចគេអញ្ចឹងហើយនៅពេលដែលយើងភ្លក់ថាតុបគីយើងទន់ល្មមហើយគឺយើងដាក់ fish cake ហ្នឹងចូលមកបន្ទាប់មកគឺយើងដាក់បន្លែចូលមកដោយសារ fish cake ហ្នឹងគឺតាមមួយផ្លែវាឆ្អិនហើយចុងក្រោយគឺខ្ញុំបានរោយជាមួយស្លឹកខ្ទឹមហើយនឹងល្ងចូលដែរហើយនឹងខ្ញុំបានដាក់ជាមួយនឹងពងទាស្ងោរដែរប៉ុន្តែពងទាស្ងោរហ្នឹងបើអ្នកអត់ចូលចិត្តញ៉ាំអាចដាក់ក៏បានដែរ